ចាក្រុមជ្រាបសួរបងប្អូនទាំងអស់គ្នាពីខ្ញុំអ្នកគ្រូសៃពៅចាថ្ងៃនេះផងដែរខ្ញុំជាមួយនឹងលោកគ្រូវិជ្ជបណ្ឌិតម៉ៅវណ្ណៈដែលជាប្រធានបច្ចេកទេសរបស់ SP Clinic ពួកយើងទាំងអស់គ្នានឹងគោះកកាយនៅសំណួរជាច្រើនដែលបងប្អូនទាំងអស់គ្នាសង្ស័យហើយនឹងធ្វើការបកស្រាយនៅក្នុងកម្មវិធីរបស់យើងថ្ងៃនេះផងដែរអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងប្រមូលរាល់សំណួររបស់បងប្អូនទាំងអស់គ្នាទាំងអស់យកមកសួរជាមួយលោកគ្រូដើម្បីឲ្យលោកគ្រូបកស្រាយហើយអ្វីកាន់តែពិសេសបើបងប្អូនមានសំណួរបន្ថែមឆ្ងល់តាំងពីពេលណាមកចង់មានការបកស្រាយបងប្អូនអាច comment នៅក្នុងវីដេអូ live របស់ពួកយើងបានផងដែរចាជម្រាបសួរលោកគ្រូចាថ្ងៃនេះផងដែរពីអ្នកគ្រូសៃពៅបានសំណួរជាច្រើនជូនដល់លោកគ្រូចាហើយសំណួរដំបូងបំផុតខ្ញុំចង់សួរលោកគ្រូជុំវិញបញ្ហារដូវព្រោះមានបងប្អូនជាច្រើនដែលគាត់ផ្ញើសំណួរហើយគាត់មានចម្ងល់ចាអញ្ចឹងសំណួរទី1ចង់សួរលោកគ្រូថាគាត់សួរថាបើសិនជាករណីពេលដែលគាត់មករដូវគាត់នៅជាមួយនឹងគ្រួសារចំពេលមករដូវហ្នឹងតើគាត់អាចមានកូនបានដែរឬទេលោកគ្រូចា៎បាទអរគុណចំពោះសំណួរបងប្អូនដែលចោទជាសំណួរឡើងបាទជាទូទៅបងប្អូនយើងគិតថាអញ្ចេះការមានកូនគឺបានន័យថាស្ត្រីមួយខែគាត់គឺមករដូវម្ដងមួយខែមករដូវម្ដងប៉ុន្តែយើងជាស្ត្រីត្រូវតែដឹងថាអញ្ចេះថ្ងៃដែលខ្ជាក់មេជីវិតញីក្នុងចំណោមស្ត្រីដែលថាមួយខែមកម្ដងព្រោះស្ត្រីខ្លះ28ថ្ងៃមកម្ដងខ្លះ29ថ្ងៃមកម្ដងខ្លះ30ថ្ងៃមកម្ដងប៉ុន្តែស្ត្រីថ្ងៃដែលខ្ជាក់មេជីវិតញីគឺមានតែមួយថ្ងៃគត់អញ្ចឹងបើសិនជាបរោះឬក៏ដៃគូយើងគេងជាមួយគ្នាខុសពីថ្ងៃដែលស្ត្រីខ្ជាក់មេជីវិតញីហ្នឹងគឺជាថ្ងៃដែលមិនអាចមានកូនបានទេបាទពីព្រោះមេជីវិតញីគឺអាចរស់នៅបានត្រឹមតែយ៉ាងច្រើនតាម48ម៉ោងអីចឹងទេបាទអញ្ចឹងបានន័យថាវាអាចផុតក្នុងអាយុនៃការស្ត្រីដែលមិនអាចជួបជាមួយមេជីវិតឈ្មោះបានបាទអញ្ចឹងករណីហ្នឹងគឺយើងត្រូវគិតថាបើសិនជាស្ត្រីមករដូវអញ្ចឹងស្ត្រីមករដូវភាគច្រើនគឺពីថ្ងៃទី1រហូតទៅដល់ថ្ងៃទីអ្នកខ្លះមក5ថ្ងៃអស់អ្នកខ្លះមក3ថ្ងៃអស់អីចឹងទៅអញ្ចឹងក្នុងកំឡុងពេលមករដូវហ្នឹងគឺជាថ្ងៃដែលមេជីវិតញីកំពុងតែមិនទាន់លូតលាស់ផងទើបចាប់ផ្ដើមកបន្តិចទេអញ្ចឹងលុះត្រាតែថ្ងៃទី14បើសិនជាស្ត្រីហ្នឹងបានន័យថាគាត់មករដូវគាត់28ថ្ងៃទៀងទាត់បានន័យថាថ្ងៃទី14ហ្នឹងគឺជាថ្ងៃខ្ជាក់មេជីវិតញីអញ្ចឹងទោះបីជាយើងគេងជាមួយគ្នាក្នុងកំឡុងថ្ងៃមករដូវគឺជាថ្ងៃដែលមេជីវិតញីអត់ខ្ជាក់អញ្ចឹងករណីហ្នឹងគឺដាច់ខាតគឺមិនអាចមានកូនបានទេបាទបាទដាច់ខាតតែម្ដងពីព្រោះហេតុអីពីព្រោះពេលហ្នឹងគឺមេជីវិតឈ្មោះមានតែមួយខាងទេអញ្ចឹងមេជីវិតញីអត់មានទេអញ្ចឹងព្រោះធម្មតាការមានកូនលុះត្រាតែគេថាមេជីវិតញីជួបជាមួយនឹងមេជីវិតឈ្មោះបានអាចមានកូនបានអញ្ចឹងករណីហ្នឹងមានតែមួយខាងមានតែខាងមេជីវិតឈ្មោះអញ្ចឹងខាងស្ត្រីមេជីវិតញីអត់ទាន់ខ្ជាក់ផងអញ្ចឹងដាច់ខាតគឺមិនអាចមានកូនបានទេបាទបានបញ្ជាក់ច្បាស់ហើយគឺដាច់ខាតមិនអាចមានកូនបានទេនៅក្នុងអំឡុងពេលដែលយើងនៅជាមួយគ្នាពេលដែលកំពុងមករដូវហ្នឹងអញ្ចឹងណាលោកគ្រូចាហើយមួយទៀតគាត់សួរថាហេតុអីបានពេលដែលគាត់មករដូវហ្នឹងគាត់រៀងមានអារម្មណ៍ចង់នៅជាមួយដៃគូរបស់គាត់តើអានឹងវាជាកត្តាខុសប្រក្រតីរបស់គាត់ឬក៏យ៉ាងណាដែរអញ្ចឹងលោកគ្រូបាទខាងណាអ្នកចង់ខាងបងប្អូនស្ត្រីយើងខាងស្ត្រីចង់វិញអញ្ចឹងករណីហ្នឹងបានន័យថាអញ្ចេះព្រោះគ្រឿងការចង់ហ្នឹងវាអាចមានពីរចង្ការខាងស្ត្រីចង់ឬក៏ខាងបុរសចង់អញ្ចឹងបើសិនជាខាងស្ត្រីចង់ព្រោះចង្ការអញ្ចេះអ្នកដែលថាទាំងបុរសក៏ដោយចង្ការអាចទាំងពីរអាចទាំងបុរសអាចទាំងស្ត្រីចង់ដូចគ្នាដោយសារអីក្នុងកំឡុងពេលហ្នឹងគឺជាកំឡុងពេលដែលសុវត្ថិភាពគឺជាក្នុងកំឡុងពេលដែលមិនអាចមានកូនណាអញ្ចឹងក្នុងកំឡុងពេលហ្នឹងអ្នកខ្លះបារម្ភភ័យខ្លះរឿងមានកូនអញ្ចឹងណាព្រោះអ្នកខ្លះទៀតថាកូនឆ្នាំមួយគេថាកូនញឹកអីចឹងទៅវាធ្វើឲ្យគេថាលំបាកក្នុងការថែទាំសុខភាពរៀងខ្លួនណាទាំងម្ដាយទាំងកូនអញ្ចឹងករណីហ្នឹងគេអត់ចង់បានកូនទេគេប្រើតាមវិធីពជាកណាត់បានតែតាមបែបធម្មជាតិ
ប៉ុន្តែជាទូទៅការដែលយើងគេងជាមួយគ្នាតាមក្នុងកំឡុងពេលមករដូវហ្នឹងគឺវាប្រកាសជាអត់មានកូនហើយប៉ុន្តែបើសិនជាលុះត្រាតែនៅនឹងឯងអត់មានការករោគបាទដែរបើន័យថាគេងហើយទៅគឺយើងអត់មានបញ្ហាការឆ្លងរោគឆ្លងអីទេអាហ្នឹងគឺវាសុវត្ថិភាពសម្រាប់ការអត់មានកូនចាប៉ុន្តែបើសិនជាមានជំងឺឆ្លងបើន័យថាហិតតែហានិភ័យនឹងការឆ្លងហ្នឹងវាកាន់តែខ្ពស់ទៅវិញអញ្ចឹងណាតែតើតើនឹងគាត់មានអារម្មណ៍ហ្នឹងតើវាស្ត្រីទូទៅត្រូវតែមានបែបហ្នឹងដោយប្រការអរម៉ូនគាត់ឬក៏ភាពខុសប្រក្រតីនៃជំងឺគាត់លោកគ្រូគាត់ឆ្ងល់ហើយហ្នឹងចាជាទូទៅអារម្មណ៍នេះកើតឡើងនៅពេលដែលគាត់គិតអញ្ចេះហេដោយសារគាត់គិតថាគាត់លែងខ្វល់ពីរឿងលែងមានកូនអញ្ចឹងស្ត្រីទាំងស្ត្រីក្តីទាំងបុរសក្តីកណាអារម្មណ៍សប្បាយក្នុងការគេងជាមួយគ្នាដែលអត់មានកូនណាគឺគាត់បានន័យថាគាត់បើកចំហរៀងខ្លួនហើយអញ្ចឹងគាត់អត់ខ្វល់ពីរឿងអីទេអត់ខ្វល់ពីរឿងបលាក់អត់ខ្វល់ពីរឿងដែលថាថាមិនដូចថាមិនសូវស្អាតអីចឹងណាអញ្ចឹងករណីហ្នឹងគឺគាត់អត់ខ្វល់អញ្ចឹងអារម្មណ៍គាត់បើកចំហអញ្ចឹងទៅដូចថាគាត់សប្បាយរៀងខ្លួនអញ្ចឹងករណីហ្នឹងគឺអារម្មណ៍កើតឡើងនៅពេលហ្នឹងប៉ុន្តែបើសិនយើងនិយាយពីរឿងអរម៉ូនបានន័យថាក្នុងកំឡុងពេលហ្នឹងអរម៉ូនអត់ទាន់កើនឡើងដល់ចំណុចមួយដែលថាធ្វើឲ្យគាត់មានអារម្មណ៍ខ្លាំងទេពីព្រោះអារម្មណ៍ខ្លាំងនៅពេលដែលគាត់ដូចថាចង់គេងជាមួយដៃគូនឹងលឹកណាតែអារម្មណ៍គាត់ថាអរម៉ូនអឺស្ត្រូហ្សែននឹងឡើងខ្ពស់ណាជាពិសេសថ្ងៃពាក់កណ្ដាលនៃវដ្តរដូវណាគឺអាហ្នឹងគឺថាអរម៉ូនឡើងខ្ពស់ទៅអឺស្ត្រូហ្សែនគេថាអរម៉ូនភេទរបស់ស្ត្រីឡើងខ្ពស់អញ្ចឹងអារម្មណ៍ហ្នឹងវាឡើងខ្ពស់ដែរហើយអញ្ចឹងករណីហ្នឹងគាត់គ្រាន់តែមកទើបចាប់ដើមមកដល់តិចអញ្ចឹងអរម៉ូននៅទាបទេប៉ុន្តែទាបមែនប៉ុន្តែអារម្មណ៍គាត់សប្បាយក្នុងការគេជាមួយដៃគូដែលអត់ខ្វល់ទៅធានាតែគ្មានកូនទេគេជាមួយនឹងសប្បាយទៅអញ្ចឹងណាលោកគ្រូចុះបើសិនជាករណីគាត់ដែលនៅជុំគ្នាពេលដែលគាត់មករដូវហ្នឹងហើយវាអាចឆ្លងមេរោគផ្សេងចុះមានវិធីអីដែលថាគាត់អាចនៅហើយមិនសូវជាមានការចម្លងរោគថាការពារកុំឲ្យគាត់ឆ្លងរោគណាអត់ទាំងមានកូនអត់ទាំងឆ្លងរោគទៀតចា៎បាទអញ្ចឹងចំណុចនេះសំខាន់បងប្អូនពីព្រោះយើងចង្ការយើងសប្បាយហើយអត់ឆ្លងរោគទៀតអញ្ចឹងបើសិនជាបងប្អូនសង្ស័យឬក៏ឆ្ងល់ណាចង្ការយើងតែនិយាយដកស្រួលទេណាតិចឆ្លងរោគឆ្លងអីទៅពីណាពីណីពីក្រៅពីអីបើអញ្ចឹងណាករណីហ្នឹងបងប្អូនត្រូវតែគេងមួយគ្នាប៉ុន្តែប្រើមធ្យោបាយការពារគឺប្រើស្រោមអនាម័យជាមួយគ្នាទៅអាហ្នឹងគឺសុវត្ថិភាពទាំងអត់កូនផងសុវត្ថិភាពទាំងមិនឲ្យឆ្លងរោគទៅគ្នាទៅវិញទៅមកផងដែរអញ្ចឹងណាហើយក៏ធ្វើឲ្យយើងអារម្មណ៍ហ្នឹងក៏សប្បាយដែរអញ្ចឹងចំណុចហ្នឹងគឺយើងអាចការពាររៀងខ្លួនណាបាទហើយជាពិសេសស្ត្រីបាទស្ត្រីបើសិនជាគាត់កំពុងមករដូវហើយយើងទៅគេងជាមួយដៃគូដែលកំពុងតែមានរោគបានន័យថាជាផ្លូវមួយផ្លូវមួយសំខាន់ណាស់ដែលអាចមេរោគជ្រៀតចូលតាមគេថាឈាមរដូវហ្នឹងឆ្លងចូលទៅក្នុងស្បូនឆ្លងចូលទៅក្នុងការស្រទាប់ក្នុងដល់ស្បូនហ្នឹងអញ្ចឹងធ្វើអាចឲ្យមានការរលាកអាងត្រគាកណាបាទឬក៏អាចមានមេរោគឆ្លងចូលងាយមករួមទាំងមេរោគអេដរួមទាំងមេរោគស្វាយរួមទាំងមេរោគថ្លើមបេថ្លើមសេឬក៏មេរោគមួយចំនួនទៀតផ្សេងដែលកើតក្នុងអំឡុងពេលដែលកំពុងមករដូវហើយដៃគូហ្នឹងក៏មានមេរោគណាបាទចាលោកគ្រូជុំវិញបញ្ហារដូវដដែលគាត់សួរថាពេលដែលគាត់មករដូវហ្នឹងតើគាត់អាចងូតទឹកកក់សក់បានអត់បាទអរគុណសំដួលនេះបាទជាទូទៅស្ត្រីកាលណាមករដូវគេឲ្យយើងអនាម័យខ្លួនប្រាណណាមិនមែនបានន័យថាមករដូវហើយយើងអត់ធ្វើអីសោះមិនកើតព្រោះរដូវវាបានន័យថាគឺជាការធ្លាក់ឈាមចេញពីទ្វារមាសមកឆ្លងកាត់មាត់ស្បូនចេញមកក្រៅអញ្ចឹងវាត្រូវតែយើងសម្អាតណាយើងត្រូវតែសម្អាតនៅបរិវេណគេថាបរិវេណប្រដាប់ភេទយើងនឹងឲ្យស្អាតរួមទាំងការងូតទឹកឬក៏យើងកក់សក់កក់អីហ្នឹងគឺវាអត់មានបញ្ហាទេពីព្រោះករណីដែលយើងងូតទឹកក្តីកក់សក់ក្តី
cứ vì anh em máy khuôn pran tiếng mù hay với thưa áo đời bỏ dương nắng tha chập phòng nè còn là dương thua khuôn còn là dương miền phá sọc phiệp khuôn với thưa áo đời nắng chập ngút với thưa áo sọc phiệp bỏ dương cần tại là hay mình nghĩ chlong rốt bị cào cho được nòng để mà bản thân chơi dương ọt ban tập an ọt ban ngụt tực ọt ban cọ sợi chừng cá bia trong bay tại đại dương đấy đại dương của anh miền mê rô của anh miền battery đây chắc với anh nó về đại dương bà po từ lơ mà bà ven và đáp hết với anh miền cá lồng mua vì anh miền cá co rô anh nơi lơ đồng bọn và đáp hết bảo dương chẳng thưa ỏi anh làm mấy bảo dương ọt ban là ỏi tức là cụ mũi tiền còn tham pe để mau rồi đâu chứ tao sẽ trai dương nứng cua tại ngu tật đau rồi còn ngu tật tại trẻ là o lục luôn bà chỉ tu tới cứ cái ơi mà ngu tật cái đại ôn bà vì pro hạt ấy ca này để dương ngu tật cái đại ôn ban thưa ơi nhà chờ ron chiêm nè chờ ron chiêm nước nông bà về nước nông chuyên miền nắng với thưa ơi một đời rồi luôn nè và một đời rồi luôn mình ở bên hỏi mình ấy thì hãy việc ai chuối thưa ấy cắt bật thôi nâng ở ta ca chư chập nước bề màu ở đây phòng này bị pro đang cầm đai cái đấy đang ấy ca để ba đại ôn ban thay chia vị thi xa muối để ca thay chia năm bầm bát ca chư chập cầm rất là muối đài nè tam vị thi xa tụi bây giờ tam bài bổ rán có cái áo xóm từ cái đại ôn này đầm bây tụt cắt ca chui chập cũng rất ra nè mà chứng nếu bây giờ dân ngũ tức đại ôn nó về chui thừa ơi bồn dưỡng một chiếm nó từ bàn lò chân mũi tiền lục hủ có tha ca mau rồi đấu với tơi chia lẹ khả năng pe mau rồi đấu mau tỉnh tích bằng tát đó tập pe máu cứ mau mặt đốm mà phải mau đốm mà lục hủ anh đang thiệp không bọc ở đây này ca mau rồi đấu rư co đời xa còn viên chữ ngữ ấy chỉ từ từ rồi đấu cứ cả na chiêm rồi đấu vì ớt cọ ấy buồn vía này có buồn rồi đấu cứ ớt cọ của cả na có ban này thả vì ớt mà ở hè chẳng ấy chẳng việc đấu cứ ban này thả chỉ chiêm là trên bao vị 4 tam mà được cả đặt cả ta sẽ tọa không bao 4 nó chỉ riêng rò khé cứ cả nàng chỉ riêng rò khé mà đom chẳng cứ việc cọ để cả na có ban này tham việc ai miền Bắc hả mình pro cái đấy nước nóng sẽ tọa nóng bao 4 rồi có miền chuyển đất na muối để miền ca ở ai chỉ ca cọ rô rồi có ai miền chia vậy để mình pro cái đấy để tương tự năng chiêm được nông tự trai nằm trắng cả nam miền chiêm cọ đông được nông bề màu đời tự trai dược tại của tại một bình định được tỷ pet được clinic đảm bảo ở khang này cụ về trai được cơ kỳ bình định mưa và thèm thằng biên bành ấy để tệ tương tự năng một số 4 rồi còn là nông số 4 mà dương mình vậy mình phò mà đà đấy nên chân mưa về nắng khang là cụ anh bình đất mưa số 4 dương phong một số 4 phong dương phong mưa eco phong ở lục biển đông biển ấy được nông số 4 tấn về nắng khang này cụ để cái bình đất nó cứ nông chìm điệp trốn nó cái là tập hòa chết đấy để số 4 và dương biển bành hà rồi còn mình biển bành hà và ok cho nó cụ mới tiền đời xa ta pe class straight quạt mau rồi đỡ không khỉ đôi cha để class mau cả 7 ngày thì để class bên đo mặt tật để class đo ngày chiều chẳng từ chứ còn ha tao mau rồi đâu cùng bạn ngay ban mau rồi đâu là bà chỉ tu tứ đâu straight cứ mà đối khỉ bà này bà là thà về tây tamระบบจุ่มnày ha tây tamสกปรกบอstraight tây tam thà nè class straight rồi còn mình stress rồi ai chẳng tới chẳng chỉ tu tới với ai thầm 7 ngày rồi còn 5 ngày đúng ở hay nhé bạn tay bà sinh chia cái nào là đời màu vú bà này thà tê vú bà này thà còn anh mình bành hà này không cái thà rụt stress đấy chẳng việc như trời tại một bình đất mưa thà ta vì miền không số 4 và dương vì miền ấy miền bành hà hưởng một số 4 rồi bành hà này không số 4 rồi còn miền bành hà tại tao hưởng ọp bồn vì lừa máu ọp bồn phải chia vì khu ba dưới rồi còn ọp bồn phải trên vì cả sòng bồn chẳng bay chẳng buồn ọp bồn nó thưa ơi cả
ធ្លាក់ឈាមនឹងចេះតែបន្តមិនព្រមបាត់ឬក៏វាមកពីរឿងអីផ្សេងទៀតដល់ពេលហ្នឹងដល់ពេលដែលការពិនិត្យហ្នឹងពេលនឹងបានដឹងលទ្ធផលពេលនឹងជំរាបគាត់ថាមកពីអីហើយប៉ុន្តែជាទូទៅគឺត្រឹមតែ3ថ្ងៃទៅ5ថ្ងៃហ្នឹងគឺវាស្ងួតដែរនៅរដូវស្ត្រីណាបាទមួយទៀតលោកគ្រូគាត់ថាខ្ញុំអស់រដូវហើយដល់តែពេលគាត់នៅជាមួយគ្រួសារស្រាប់តែធ្លាក់ឈាមរដូវមកទៀតអញ្ចឹងគាត់ចង់ដឹងថាមិនបានវាមកបាត់មកទាំងពេលដែលគាត់អស់ហើយអញ្ចឹងណាលោកគ្រូបាទករណីហ្នឹងវាអាចចេះជួនកាលយើងថាអស់ចាស្ត្រីថាអស់ប៉ុន្តែនៅក្នុងស្បូនអត់ទាន់អស់អញ្ចឹងណាញ៉ាំព្រោះជួនកាលយើងថាអស់នៅពេលយើងធ្លាប់ស្ដីទៅឃើញស្ងួតប៉ុន្តែខាងក្នុងវាអត់ទាន់ស្ងួតអញ្ចឹងនៅពេលដែលមានការរួមភេទនៅពេលដែលយើងគេងជាមួយគ្នាអញ្ចឹងទៅពេលហ្នឹងគេថាស្ត្រីពេលខ្លះគេថាមានចំណុចមួយគេថាដល់ចំណុចកំពូលឃើញទេពេលបច្ចេកទេសគេថា orgasm ហ្នឹងអញ្ចឹងកាលណាមាន orgasm បានន័យថាស្បូនវាមានការកន្ត្រាក់បន្ថែមនៅពេលដែលគាត់មានអារម្មណ៍ផ្លូវភេទគេថាដល់ចំណុចកំពូលអញ្ចឹងពេលហ្នឹងក៏អាចមានឈាមមកបន្ថែមតិចទៀតអញ្ចឹងណាអញ្ចឹងករណីហ្នឹងជាករណីធម្មតាទេលើកលែងតែថាគេងជាមួយគ្នាហើយរៀងរាល់ពេលឲ្យតែគេងជាមួយគ្នាធ្លាក់ឈាមគេងជាមួយគ្នាធ្លាក់ឈាមគេងជាមួយគ្នាធ្លាក់ឈាមអាហ្នឹងយើងត្រូវគិតទៅដល់សញ្ញាការប្រែប្រួលកោសិកាមាត់ស្បូនដែលជាខាងគ្រូពេទ្យគេត្រូវនឹកភ្នែកអានឹងមុនគេណាឬក៏អាចរលាកមាត់ស្បូនឬក៏អាចមាត់ស្បូនរបស់យើងហ្នឹងរបស់ស្ត្រីហ្នឹងគឺមានការប្រែប្រួលកោសិកាគេថាអាចជាត្រៀមកោសិកាមហារីកមាត់ស្បូនឬក៏សញ្ញាមហារីកមាត់ស្បូនអញ្ចឹងយើងត្រូវចាប់ភ្នែកគេថាចាប់ភ្នែកណាចំណុចហ្នឹងមួយដើម្បីយើងគិតទៅដល់ចំណុចហ្នឹងបាទអូខេមានទៀតលោកគ្រូគាត់ថាគាត់មករដូវគាត់មករដូវជារៀងរាល់ខែទេចាដល់តែពេលគាត់មានគ្រួសារគ្រាន់តែចាប់ផ្ដើមមានគ្រួសារភ្លាមគឺលេងមករដូវតែម្ដងបាទចំណុចហ្នឹងគឺកាលណាជាទូទៅបងប្អូនស្រីកាលណាយើងនៅជាមួយគ្រួសារហើយបាត់រដូវចំណុចទី1ដែលយើងត្រូវគិតគឺការមានកូនចំណុចហ្នឹងសំខាន់បងប្អូនពួកជួនកាលកាលណាមកដល់ហើយយកទៅយើងគេជាមួយគ្នាការបាត់រដូវណាគេថារាំងរដូវហ្នឹងគឺជាចំណុចមួយដែលភាគច្រើនណាយើងត្រូវគិតទៅដល់ចំណុចការមានកូនគេថាមានផ្ទៃពោះអញ្ចឹងសញ្ញាដែលយើងត្រូវនឹកគិតថាមានផ្ទៃពោះយើងត្រូវរកបន្ថែមណាយើងត្រូវគិតដល់ការចាញ់កូនសញ្ញានៃការចាញ់កូនមានអត់ហើយយូរគួបផ្សំនឹងពេលហ្នឹងយើងត្រូវមើលតេស្តទឹកនោមបន្ថែមទៀតដើម្បីបញ្ជាក់ថាយើងហ្នឹងចាញ់កូនមែនអត់មានកូនដែរអត់ហើយយើងអាចទៅមើលអេកូបន្ថែមទៅដើម្បីចង់ដឹងថាតើមានកូននៅក្នុងគេថាថង់ជីវិតណាថង់ជីវិតនៅក្នុងស្បូនហ្នឹងវាមានដែរអត់មើលទៅគេឃើញជាខ្មៅកម្ៅនៅក្នុងស្បូនហ្នឹងបើន័យថាជាថង់ជីវិតដែរអញ្ចឹងករណីហ្នឹងគឺយើងត្រូវតែបញ្ជាក់តាមរយៈការដែលមើល 3-4 ចំណុចហ្នឹងណាហើយប៉ុន្តែតែមើលអស់ហើយចាតែមើលអស់ហើយតែអត់សោះកូនក៏អត់មានទឹកនោមក៏មួយឆ្នោតបើន័យថាអត់មានណាបាទហើយមើលអេកូក៏អត់មានទៀតអញ្ចឹងករណីហ្នឹងវាអាចជារឿងដែលថាពេលដែលគាត់ពីមុនមកមានតែទៅពេលមានគូទៅពេលហ្នឹងគាត់មានអារម្មណ៍ភ័យខ្លាចពាក្យភ័យពាក្យ stress ពាក្យខ្លាចពាក្យហ្នឹងបាទធ្វើឲ្យមានបញ្ហារាំងរដូវដែរវាអាចជាមូលហេតុធ្វើឲ្យរាំងរដូវដែរពីព្រោះ stress នៅកាលណា stress វាធ្វើឲ្យពេលខ្លះទៅជាអាចរអាក់រអួលរដូវរអាក់រអួលឬក៏ចង្ការវាអាចពជារដូវឬក៏ចង្ការវាអាចរាំងរដូវអញ្ចឹងហើយនឹងគួរផ្សំមួយទៀតកាលណាយើងរាំងរដូវយើងត្រូវសួរគាត់មានប្រើថ្នាំអីអត់ចា៎ព្រោះថ្នាំមួយចំនួន side effect ណាគេថាផលរំខាននៃថ្នាំមួយចំនួនវាធ្វើឲ្យរដូវហ្នឹងមិនមានឬក៏ជួនកាលគាត់ប្រើថ្នាំពន្យាកំណើតណាពន្យាកំណើតការពារអញ្ចឹងទៅវាធ្វើឲ្យរាំងរដូវអញ្ចឹងដែរហ្នឹងគេថាផលរំខាននៃថ្នាំអូខេលោកគ្រូអញ្ចឹងមកមួយទៀតអ្នកគ្រូមិនបានពេលដែលមករដូវចេះតែឃ្លានមកជូរអញ្ចឹង
vậy clean mà chu nó che thế xong bây nè ăn mà ở đây có clean này chẳng ấy mà mình thầm tình nè mà ở đây thì chẳng tùm loa quán hướng mà chu mà tẹt tông hướng đi thà mà ở đây clean chu mà ở đây bên tay mà sân chơi mà ở đây clean chu chuyện cá nhờ dân thật kết à buộc là nhà clean mà chú có chia sẻ nhà chành cồn mỗi đây chẳng như thử nó cả năng đây đấy vậy bắt tay chừng cá màu đời màu đời bắt tay chừng cá nè class bắt ở đời hái lẹ chiêm nhé lẹ chiêm chia sẻ nhà cái ta cùng riêng rồi lút có bị ai dừng kịch tham màu ở đời đây nhé bắt tay dương thử phát chành nè bởi dương không bị sai bị chết sát bị chết sát cái thử phát chành thà ta còn miền cồn miền đại rửa tê nè tam mươi tam dạ ca mười tật nôm sành nhà này ca chảnh cồn rồi còn mười ấy cố đâm bị phát ở năng ở hái bảo sân cho miền tế hướng clean mà chu nó chia hướng tùm loạt bọc quạt để chúng cái quạt cảm toàn màu đấy có quạt khơi tập bia từ mà chu là hột đây nè chẳng mùi tiết pe màu ở đâu chạy tầm mua máu hay không ở đây bà cả này nắng vì ai miền men bà đời xa ấy của chia mặt đấy giờ tôi tới cái ta chờ đấy với bà lại nè bà lạ tàng khao bà lạ tàng thọp bà lạ tàng ở kế thọp nâng hay tích của tích pla chân tới đặc biệt chấn thưa ơi ở đó mắt thôi lọ nếu đó mắt lọ phóng ba tự kịch tìm đây khi này tích tuổi tới thưa ơi ở đó đây buồn những việc mình xây thập bại trận chẳng vì ai ở đó mua mà người chẳng ai bất tế để tôi hưởng nắng cứ to tại khang pro vô chất khang sấy vô chất khang pro nó ở đó lo lang về nhảy đấy là ngày chẳng chỉ bị xét khang pro đang tới bớt sân chia con đằng thà ở đây cụ quạt màu đời ấy dương vô chất qua tới thạc nồng lòng pe màu đời nó vì miền hưởng ấy hết ấy cát lang khla vô ấy thọp ấy dương luôn dương phổ dương đăng đai khla tự nó mình vì nè nó cứ dương vô chất kia tới kia lên ấy mình chẳng cha là không cái mũi tiết có tha oi tập pe cọt màu ở đâu chọc buộc lắng hơi to tại liệt nắm bàn bà cả này màu ở đây chọc buộc lắng sai từ nắng cái ta cầm ra một số bồn cầm ra ông đồ mát cái ta cầm ra stop ông đồ mát vì pro stray nếu pe đài màu ở đấy cứ mặc hai màu mà đòn mặc hai màu mà đòn hai mặc hai màu mà đòn cứ sai từ cầm ra rồi bó stop khang không bó số bồn bờ sân chia cầm ra stop không khang số bồn năng việc đang bị đọc tích ca chui chấp có bị tạch đài phần tay bờ cầm ra stray để tha nó khang không số bồn hiện crash chẳng ca chui chấp bờ stray nó có bị hiện việc chờn việc chờn việc khang trường nè để màu tạch chẳng này chẳng cả này chui chấp pe màu đỡ cứ mệnh chi chừng người nếu vì mệnh chi chừng người tới cứ ban này ta cứ chia sẻ nhá này cá màu ở đời tách có màu ở đời chán hay rùm xăm cả na màu ở đời để sạch cầm ra sạch ông đồ mát nó về làng crack ban này ta sẽ bốn cái trạc khang cái trạc khang quạt viện ca chui chạp về khang này chẳng ca chui chạp nó dưng phở năm bát ca chui chạp tới cả bán đưa cả bà dân thòm bán cả thòm tới việc ấy thế đấy việc phụ nó kia hả dễ lẹ cả thòm chia để chẳng ấy cô lục rú mỗi tiết còn xua tha mau rồi đấy cua ta hộp hà quấy được bay ở sạch chấm hay không em chừng vậy cả này đang ở chung pua trên này há chị tôi tới dương hà đại lõ cứ về miền tại bay để nè về hà đại lõ miền tại bay để cục mình tha về mau rồi đấy được co mình mau rồi đấy để về miền hà sang thoáng nè hà thà một phố năng hà cà phê hà sang sòng nó cứ ban này thà cứ dương nhắm tray nè sạch đi co sạch chru sạch ấy nó bật tay dương cùng nhắm là bỏ khăn phê của cái này nhắm khăn tới với ai phải cho một tăng hưởng làng chết khăn thưa ơi làng tầm biệt chiêm ấy chẳng á bà nó kêu thà hà sang sòng đặc biệt hà cà phê cứ dương nhắm
អាហារធម្មពលបានន័យថាជាអាហារណាដែលវាផ្អែមណាឬក៏ដូចជាមានដូចទឹកឃ្មុំឬក៏ផ្អែមហ្នឹងគឺដើម្បីបង្កើតធម្មពលក្នុងខ្លួនសម្រាប់យើងធ្វើការធ្វើអីប៉ុន្តែមួយទៀតគឺអាហារការពារគេឲ្យញ៉ាំបន្លែណាបន្លែមានបន្លែខៀវបន្លែបៃតងបន្លែពណ៌លឿងពណ៌អីហ្នឹងសពបែបសពយ៉ាងហ្នឹងទៅដើម្បីឲ្យខ្លួនប្រាណយើងហ្នឹងគឺមានធម្មពលមានកម្លាំងគ្រប់គ្រាន់ហើយការមករដូវក៏ដូចគ្នាដែរកាលណាយើងញ៉ាំអាហ្នឹងជាពិសេសបន្លែគ្រប់គ្រាន់អញ្ចឹងទៅវាធ្វើឲ្យរដូវរបស់យើងទៀងទៅរដូវក្រោយទៀតណាបាទចាតែគាត់ថាចេះបើសិនជាពេលគាត់មករដូវហើយញ៉ាំទឹកកកវាទៅជារដូវគាត់ហ្នឹងវាដូចថាពុកមកអញ្ចឹងគាត់ញ៉ាំទឹកកកទឹកលេងមកហ្មងអាហ្នឹងវាមានអត្តពលអីលោកគ្រូឬក៏យ៉ាងម៉េចការដែលញ៉ាំទឹកកកជាទូទៅគេមិនទាន់មានការសិក្សាច្បាស់លាស់ទៅលើករណីហ្នឹងទេព្រោះជាការសង្កេតទៅលើបុគ្គលម្នាក់រៀងខ្លួនទេមិនទាន់មានវិទ្យាសាស្ត្រណាដែលបកស្រាយថាញ៉ាំទឹកកកនឹងប៉ុន្តែគ្រាន់តែថាចេះកាលណាកំពុងមករដូវទៅអញ្ចឹងបានន័យថាជួនកាលមកពីគាត់ញ៉ាំថ្នាំអីណាអាចញ៉ាំថ្នាំអីឬក៏ជួនកាលអាចគាត់មានបញ្ហាដែលថាអារម្មណ៍របស់គាត់ពេលនឹងមានការប្រែប្រួលឬក៏អារម្មណ៍ stress អារម្មណ៍អីទៅវាធ្វើឲ្យអញ្ចឹងវិញចងណាបាទប៉ុន្តែរឿងទឹកកកយើងអត់ទាន់មានឯកសារណាបញ្ជាក់ច្បាស់លាស់ទេបាទចាដោយសារមុនហ្នឹងលោកគ្រូបកស្រាយម្ដងហើយរឿងថាពេលដែលមករដូវនៅជាមួយគ្រួសារហ្នឹងមិនមានកូនទេតែគាត់នៅតែបញ្ជាក់ថាបើសិនជាចង់បានកូនឲ្យនៅឲ្យរួមភេទហ្នឹងពេលមករដូវគាត់ថាមានអ្នកប្រាប់គាត់ច្បាស់ណាស់បើថាចង់បានកូនឲ្យរួមភេទពេលមករដូវហើយគាត់ក៏ណែនាំគេបន្តសម្រាប់អ្នកអត់កូនបាទអរគុណសំណួរហ្នឹងបានន័យថាជាសំណួរដែលរឹតតែបញ្ជាក់ឲ្យច្បាស់ហើយពីព្រោះធម្មតាកាលណាសំខាន់យើងត្រូវដឹងចេះកាលណាកំពុងតែមករដូវបានន័យថាមេជីវិតញីអត់ខ្ជាក់ទេចាដាច់ខាតគឺមិនខ្ជាក់ទេពីព្រោះជារយៈពេលមួយដែលមេជីវិតញីមិនទើបតែនឹងកឬក៏ទើបតែមកពកតិចទេលុះត្រាតែដល់ពាក់កណ្ដាលវត្តរដូវបានមេជីវិតញីនឹងធំទៅបានវាអាចខ្ជាក់ទៅបានអាចមេជីវិតឈ្មោះនៅពេលដែលយើងគេងជាមួយគ្នាទៅបានវាមានកូនបានប៉ុន្តែបើសិនជាយើងគេងក្នុងកំឡុងពេលមករដូវគឺយើងគេងតែមានតែមេជីវិតឈ្មោះទេអញ្ចឹងដាច់ខាតគឺមិនមានទេណាហើយប្រាប់ទៅអ្នកប្រាប់ទៅនឹងផងតាបើថាវាអត់មានកូនទេណាលើកលែងថាយើងគេងក្នុងថ្ងៃណាដែលមានការខ្ជាក់មេជីវិតញីជួបគ្នាជាមួយមេជីវិតឈ្មោះបានអាចមានកូនបានណាក្នុងកំឡុងពេលមករដូវប៉ុន្តែចេះបងប្អូនតើតែយើងបញ្ជាក់ថាការដែលយើងគេងហ្នឹងគឺចំថ្ងៃមករដូវណាប្រយ័ត្នតែយើងស្វឹងអីទៅស្មើនឹងថ្ងៃមករដូវមិនមែនថ្ងៃមករដូវនិយាយថាយើងគេងអញ្ចឹងទៅអាចរលាត់អាចច្រឡំថ្ងៃអញ្ចឹងណាអាហ្នឹងវាអាចមានកូនហើយអញ្ចឹងដោយសារអីដោយសារចង្កាយយើងច្រឡំដល់ពេលយើងគិតconcept របស់យើងថាច្រឡំហ្នឹងថាមានកូនយើងគិតថាហ្នឹងជាថ្ងៃមរដូវធ្វើឲ្យមានកូនហើយយើងយកតែរឿងគេថាពាក្យចាមរាមពាក្យមិនពិតហ្នឹងទៅប្រាប់បន្តទៀតអញ្ចឹងទៅវាជារឿងខុសលក្ខណៈវិទ្យាសាស្ត្របាទចាមួយទៀតលោកគ្រូគាត់ថាគាត់មករដូវប្រហែលជា10ថ្ងៃខ្លះណាឡើងដល់14ថ្ងៃនោះតែគាត់ថាគាត់ហ្នឹងធ្លាប់មានដុំស្បូនដែរអញ្ចឹងករណីដុំស្បូនហ្នឹងធ្វើឲ្យគាត់មករដូវវែងបែបហ្នឹងឬក៏យ៉ាងណាដែរចា៎បាទតើតើរឿងដុំស្បូនបាទតើតើរឿងដុំស្បូនបើសិនជាទីតាំងដែលកើតណាអាស្រ័យទៅនឹងដុំស្បូនដែលកើតពីព្រោះដុំស្បូនគឺវាដុះច្រើនកន្លែងវាអាចដុះនៅកន្លែងមួយដុំគេហៅថាមួយដុំស្រទាប់អង្គរម៉ែត្រដែលស្ត្រីមួយខែមកម្ដងមួយខែមកម្ដងអាហ្នឹងក៏វាអាចនៅដុំទៅនឹងដែរមួយទៀតដុំវាអាចនៅក្នុងសាច់ស្បូនតែម្ដងណាឬមួយទៀតដុំហ្នឹងវាអាចនៅស្រទាប់ខាងក្រៅនៃស្បូនណាខាងក្រៅនោះអញ្ចឹងករណីដែលដុំ
đo nước nông sạch bốn chỉ tu tới ở tẹt tôn tương thua ỏi bận to rồi đời chết tại về vậy bận tay bận chân chia rồi đời màu hơi về nơi từ về đồng nắng phía trán từ Việt đo nước nông sạch to khang nông rồi bỏ số bộ nè chân nước pe đai chiêm rồi đời mà có đông số bộ nước về nơi bờ to tình này chân cả đấy hướng ti tăng cật lái để đông số bốn nó đòi tập phần hàng nghề đấy mà hai trong đăng thải ti tăng lên từ nào cho bạn lo bông ôn mưa eco cho bạn đấy eco kháng coupe dùng đến kia nâng phải chạy ti tăng thả đông số bốn nâng việt đô nơi từ nào bật bọc cọt đã bấy chùm điệp tới bông ôn thả anh ấy cứ chia đông số bốn đấy hay màu đời màu về nhờ tràn ngày chụp này cứ đợi xa hướng màu bắt to bị đông số bốn năng đề bàn tay bà sân chế mơ hay bộ bị ọt miền đông năng tiệt chẳng cả đấy trường cá bị anh máu bí cả ta bị bạt ọt mồn nhé về bạt ọt mồn chẳng dương thấy mơ chiêm rồi có xua bị bộ vọt này cả pra nam rồi có bị đặt chiêm ấy thảm tiết làm bày bật chạy tha ta cả để mau chiêm dù ngày nắng về mau bịបញ្ហាអីដើម្បីយើងខាងគ្រូពេទ្យគេព្យាបាលឲ្យបានចំគោលដៅបាទអូខេអរគុណលោកគ្រូប៉ុន្តែមកសំណួរទៀតគាត់ថាបើគាត់ចង់ឆែកសុខភាពបណ្ឌិតមាត់ស្បូនគាត់ទៅពេលដែលគាត់កំពុងមករដូវនោះតើគ្រូពេទ្យយើងអាចមើលឲ្យគាត់បានអត់ជាទូទៅការពិនិត្យមាត់ស្បូនបានន័យថាការស្រាវជ្រាវរោគកោសិកាមហារីកមាត់ស្បូនចឹងការស្រាវជ្រាវរកកោសិកាមហារីកមាត់ស្បូនជាទូទៅគេឲ្យមាត់ស្បូននឹងស្អាតណាអត់មានឈាមអីទេដើម្បីគេគៀពីព្រោះការដែលយើងទៅពេទ្យឲ្យខាងគ្រូពេទ្យគេពិនិត្យមាត់ស្បូនយកកោសិកាមាត់ស្បូនគឺខាងគ្រូពេទ្យគេគៀគេយកច្រាស់ហ្នឹងដូចយើងច្រាស់ហ្នឹងគេគៀកោសិកាមាត់ស្បូនហ្នឹងចឹងគេយកគៀយកតែកោសិកាទេរំអិលកោសិកាហ្នឹងចឹងបើសិនជាយើងកំពុងតែមករដូវចឹងកំពុងតែមករដូវបានតែឈាមវាពីនៅលើមាត់ស្បូនហ្នឹងហើយចឹងបងប្អូនយើងសម័យមួយយើងគៀពីយកអីគេពីបានតែឈាមរដូវទេអញ្ចឹងឬក៏មានឈាមតិចឬក៏ជាប់កោសិកាតិចអញ្ចឹងនៅទៅពេលដែលយើងយកឈាមនឹងយកទៅបកស្រាយវាធ្វើឲ្យការបកស្រាយនឹងខុសណាវាធម្មតាក៏មិនដឹងធម្មតាមិនធម្មតាក៏មិនដឹងមិនធម្មតាអញ្ចឹងយកល្អគួរតែឲ្យមាត់ស្បូនស្ងួតសិនដើម្បីយើងយកតែកោសិការំអិលមាត់ស្បូនកោសិកាស្តុតដើម្បីយកទៅវិភាគមើលនៅក្នុងមីក្រូទស្សន៍គេយកទៅអាហ្នឹងយកទៅពរិចនឹងមីក្រូទស្សន៍ទៀតគេមើលកោសិកាហ្នឹងវាធម្មតាមិនធម្មតាហ្នឹងគឺគេចេញលទ្ធផលឲ្យយើងដើម្បីត្រៀមបើសិនជាកោសិកាត្រៀមមហារីកមាត់ស្បូនគេខាងគ្រូពេទ្យហ្នឹងគេមានម៉ាស៊ីនណាសម្រាប់ធ្វើការព្យាបាលជូនបងប្អូនដើម្បីកុំឲ្យវិវត្តទៅមហារីកតន់អញ្ចឹងណាបាទលោកគ្រូដោយសារមានសំណួរច្រើនទៀតប៉ុន្តែខ្ញុំសូមមកសំណួរចុងក្រោយដែលគាត់សួរថាចុះគាត់ចង់អេកូតាមទ្វាមាសអំឡុងពេលមករដូវគឺថាអេកូតាមទ្វាមាសពេលមករដូវនោះច្បាស់អានឹងពិតដែរឬអត់លោកគ្រូអេកូនៅពេលដែលអេកូទ្វាតាមទ្វាមាសហ្នឹងជាទូទៅធម្មតាចេះនៅពេលដែលអេកូយើងពេលអេកូទ្វាមាសក្តីគឺយើងមើលតែស្បូននេះហ្នឹងហើយគេមើលស្បូនគេមើលមាត់ស្បូនគេមើលកន្សោមពងគេមើលពងញីអញ្ចឹងណាអញ្ចឹងករណីដែលទោះបីជាយើងដាក់ចូលទៅក្នុងពេលមករដូវក៏ដោយក៏វាអត់មានផលរំខានអីដែរពីព្រោះអេកូព្រោះចឹងកាលពេលខ្លះអ្នកគ្រូនៅពេលដែលមើលអេកូកំពុងមកឈាមអញ្ចឹងពេលខ្លះអ្នកគ្រូគាត់អាចសម្អាតបន្តិចសិនចាណាហ្នឹងហើយសម្អាតឲ្យស្អាតបន្តិចសិនគេដាក់អេកូទៅអញ្ចឹងដើម្បីចង់ដឹងថាស្បូនយើងនឹងមានដុំអត់ចាដុំហ្នឹងប៉ុណ្ណាមានកន្លែងហើយដៃស្បូនហើយកសោមពងអញ្ចឹងណាហ្នឹងគឺយើងត្រូវមើលអញ្ចឹងហើយដើម្បីច្បាស់អញ្ចឹងយើងឧទាហរណ៍មួយទៀតចុះបើសិនជាករណីខាងតេជនខ្លះគាត់ធ្លាក់ឈាមគាត់មិនមករដូវទេចាធ្លាក់ឈាមគាត់មានជំងឺធ្លាក់ឈាមចាអញ្ចឹងពេលមកគ្រូពេទ្យពេលធ្លាក់ឈាមហ្នឹងគ្រូពេទ្យត្រូវតែមើលអេកូហ្នឹងហើយដើម្បីចង់ដឹងថាធ្លាក់ឈាមហ្នឹងវាមកពីប្រភពពីត្រង់ណាធ្លាក់ឈាមហ្នឹងប្រភពមកពីមាត់ត្បូន
គឺតធ្លាក់ឈាមប្រភពមកពីក្នុងស្បូនគឺក៏ធ្លាក់ឈាមមកពីប្រភពនៅដុំធរណាមួយនៃស្បូនឬក៏មានការប៉ះទង្គិចឬក៏លះដាច់ដោយធរណាមួយនៅក្នុងស្បូនគឺមើលអេកូក្នុងពេលហ្នឹងបានអាចដឹងណាដើម្បីរករោគវិនិច្ឆ័យពិតប្រាកដដើម្បីគ្រូពេទ្យនឹងធ្វើការសម្រេចចិត្តក្នុងការព្យាបាលដោយថ្នាំឬក៏ដោយធ្វើការវះកាត់អញ្ចឹងណាបាទអូខេចាអញ្ចឹងអរគុណលោកគ្រូច្រើនសម្រាប់ការចំណាយពេលដ៏មានតម្លៃនៅក្នុងការចែករំលែកជាមួយនឹងចម្ងល់របស់បងប្អូនអតិថិជនហើយក៏មានសំណួរជាច្រើនទៀតលោកគ្រូមិនអស់ប៉ុណ្ណឹងទេព្រោះថ្ងៃនេះយើងលើកឡើងជុំវិញតែបញ្ហារដូវទេចាហើយក៏នៅបន្តបន្ទាប់ទៀតយើងនឹងលើកវីដេអូនេះទៅកាន់វីដេអូបន្ទាប់ទៀតចាអញ្ចឹងខ្ញុំរួមជាមួយនឹងលោកគ្រូវិជ្ជបណ្ឌិតម៉ៅវណ្ណាដែលជាគ្រូបណ្ដុះបណ្ដាលរបស់ Clinic SP និងជានាយកបច្ចេកទេសរបស់ Clinic SP ចាសូមអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូចាចម្ងល់របស់បងប្អូនទាំងអស់គ្នាហើយកុំភ្លេចជួយ comment ជួយ share នៅចម្ងល់ផ្សេងៗដែលបងប្អូនទាំងអស់គ្នាងើយឆ្ងល់តាំងពីយូរមកហើយត្រូវការឲ្យគ្រូពេទ្យបកស្រាយចាអញ្ចឹងនាទីនេះខ្ញុំជាមួយនឹងលោកគ្រូសូមអរគុណសូមជម្រាបលាចា